ការចំពាក់បំណុលអាចជាសម្ពាធផ្លូវចិត្តដ៏ធំប៉ុន្តែវាតែងតែមានផ្លូវចេញជានិច្ចប្រសិនបើយើងមានផែនការច្បាស់លាស់នេះជាវិធីសាស្ត្រមួយចំនួនដែលជួយឲ្យលោកអ្នកដោះបំណុលបានលឿននិងមានប្រសិទ្ធភាពអ្នកត្រូវមានផែនការច្បាស់លាស់ដឹងពីរបៀបរកប្រាក់និងរបៀបដែលអ្នកត្រូវចាយវាយប្រចាំខែដើម្បីបង្កើតថវិកាអ្នកគួរចាប់ផ្ដើមដោយសរសេរចំណូលទាំងអស់ដែលអ្នកទទួលបានបន្ទាប់មកកត់ត្រារាល់ចំណាយរបស់អ្នកទាំងអស់ដោយបែងចែកចំណាយជាពីរប្រភេទគឺចំណាយថេរនិងចំណាយអថេរចំណាយថេរសំដៅដល់ការបង់ថ្លៃផ្ទះថ្លៃទឹកភ្លើងថ្លៃសិក្សាហើយចំណាយអថេរដូចជាការចំណាយលើអាហារការកម្សាន្តនិងទិញរបស់ដែលមិនចាំបាច់ផ្សេងៗដែលអ្នកគួរតែកាត់បន្ថយពេលអ្នកដកចំណាយទាំងអស់ចេញពីចំណូលអ្វីដែលនៅសល់គឺប្រាក់ដែលអ្នកអាចសម្រេចចិត្តប្រើប្រាស់ដោយខ្លួនឯងប្រាក់មួយចំនួននេះគួរបែងចែកផ្នែកសម្រាប់សងបំណុលរាល់ខែការធ្វើបែបនេះនឹងជួយឲ្យអ្នកដឹងច្បាស់ថាតើអ្នកអាចសងបំណុលបានប៉ុន្មានដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃមួយទៀតគឺរៀបចំផែនការសងបំណុលបើអ្នកមានផែនការត្រឹមត្រូវច្បាស់លាស់អាចជួយឲ្យអ្នកផ្ដោតលើការសងបានត្រឹមត្រូវហើយអាចកាត់បន្ថយពេលថែមទៀតអ្នកគួររៀបចំបញ្ជីបំណុលទាំងអស់ដែលអ្នកមានព្រមទាំងចំនួនប្រាក់ដែលត្រូវបង់រាល់ខែសម្រាប់បំណុលមួយឲ្យច្បាស់និងជួយឲ្យអ្នកមើលឃើញពីភាពជាក់ស្ដែងនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជំរើសមួយទៀតគឺការបង្រួមបំណុលមានន័យថារួមបញ្ចូលបំណុលច្រើនទៅជាបំណុលតែមួយដោយមានការបង់ប្រាក់ប្រចាំខែតែមួយនិងអត្រាការប្រាក់ទាបជាងវាអាចធ្វើឲ្យការគ្រប់គ្រងបំណុលកាន់តែងាយស្រួលនិងកាត់បន្ថយសម្ពាធផ្លូវហិរញ្ញវត្ថុប៉ុន្តែអ្នកនៅតែត្រូវមានការទទួលខុសត្រូវក្នុងការសងបំណុលដើមឲ្យអស់សរុបមកចង់ចាកចេញពីបំណុលគឺត្រូវការពេលបន្តិចការអត់ធ្មត់និងវិន័យបើអ្នកអាចគ្រប់គ្រងចំណូលនិងចំណាយរៀបចំផែនការសងបំណុលច្បាស់លាស់នោះការរួចផុតពីបំណុលនឹងកាន់តែលឿនហើយហិរញ្ញវត្ថុរបស់អ្នកក៏អាចមានស្ថិរភាពផងដែរ